ខឹងគេជិះម៉ូតូបើរថយន្តបើរថយន្តហ្នឹងដេញបុកបកជាហឹង្សាវាយតប់គ្នាទៅវិញទៅមកហើយកុំឡឹងហ្នឹងចាគ្រាន់តែវ៉ារថយន្តតិចសោះបរិបម្នាក់បើករថយន្តខឹងគេដោយសារតែគេជិះម៉ូតូវ៉ាហើយក៏គាត់បើករថយន្តដេញបុកម៉ូតូប៉ុន្តែអត់បានសម្រេចទេយកដបទឹកសុទ្ធហ្នឹងគប់ទៅលើអ្នកជិះម៉ូតូបន្ថែមទៀតចាធ្វើឲ្យអ្នកជិះម៉ូតូខឹងផ្ដួលម៉ូតូទៅវាយកញ្ចក់ចាមើលពីក្រោយក៏បង្កជាហិង្សាវាយតប់គ្នាទៅវិញទៅមកឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង 3:30 នាទីល្ងាចថ្ងៃទី26 កុម្ភៈចានៅម្ដុំ stop Mercedes ចានៅតាមបណ្ដោយផ្លូវ30 ម៉ែត្រនិងកែងផ្លូវ60 ម៉ែត្រសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យមុនពេលកាត់ហេតុគេឃើញបរិះម្នាក់បើករថយន្តប្រុសពណ៌សពាក់ស្លាកលេខភ្នំពេញ 2BJ 9479តាមបណ្ដោយផ្លូវ30 ម៉ែត្រទិសដៅពីកើតទៅលិចពេលមកដល់ចំណុចstop 60 ម៉ែត្រស្រាប់តែមានបរិះម្នាក់ហ្នឹងគាត់ជិះម៉ូតូ Honda Dream Song ដែលមានស្លាកលេខខេត្តកដាលចា 1AS 4559មុខរបរដែលបងប្អូនឃើញក្នុងរូបភាពអញ្ចឹងអ្នកដឹកជញ្ជូនហើយក៏បានវ៉ារថយន្តធ្វើឲ្យបរិះជាអ្នកបើករថយន្តហ្នឹងខឹងបើកដេញបុកចឹងប៉ុន្តែអត់បានសម្រេចដល់ពេលអត់បានសម្រេចទាញយកទឹកសុទ្ធតែគប់ទៅលើអ្នកជិះម៉ូតូដឹកជញ្ជូនហ្នឹងទៀតធ្វើឲ្យម៉ូតូហ្នឹងគឺគាត់ឃើញគាត់មើលតាមកញ្ចក់ឃើញគាត់ឈប់ម៉ូតូហ្នឹងចាគាត់ទៅវាយកញ្ចក់រថយន្តចំហៀងធ្វើឲ្យមានករណីហិង្សាកើតឡើងតែម្ដងនៅកន្លែងកាត់ហេតុភាគីខាងរថយន្តគាត់អះអាងថាអ្នកជិះម៉ូតូឬក៏អ្នកបើកម៉ូតូហ្នឹងមិនដឹងអាងអីទេបានវាយកញ្ចក់រថយន្តរបស់គាត់បាក់ចាដោយឡែកខាងភាគីម៉ូតូវិញគាត់និយាយថាអ្នកបើកឡានយកទឹកបរិសុទ្ធជះចំកណ្ដាលមុខគាត់ចាហើយចឹងក្រោយពេលកាត់ហេតុភាគីទាំងសងខាងធ្វើការសម្រុះសម្រួលគ្នាហើយក៏មានអ្នកភូមិចាក៏គាត់បានជួយសងថ្លៃខូចខាតទៅខាងគេហៅថាសងថ្លៃខូចខាតទៅខាងភាគីរថយន្តចំនួន$30ចឹងមានន័យថាបងប្អូនប្រជាពលរដ្ឋដែលគាត់ឃើញហេតុការណ៍ហ្នឹងគាត់ជួយបរិះដែលជាអ្នក delivery នឹងដែរចាពួកគ្នាអត់អីចឹងណាដល់ពេលគ្នាបងប្អូនគាត់មើលទៅកុំឲ្យមានរឿងវែងឆ្ងាយទៅបញ្ចប់ត្រឹមហ្នឹងតែយើងស្ដាប់ទៅវាអត់តំណងសោះរឿងហ្នឹងអត់តំណងកើតឡើងតូចមួយសោះបើដោយគាត់និយាយមែនគ្រាន់តែថាវ៉ាចាយើងខ្ញុំធ្លាប់ដឹងដែរថាអ្នកខ្លះគាត់ឃើញគេវ៉ាគាត់ឬក៏ display ដាក់គាត់ចឹងខឹងមែនតើបងមកកំសួរទៅចង្ការទៅអាចមានបញ្ហាដូចដេញតាមបុកអីចឹងដូចករណីហ្នឹងចឹងប៉ុន្តែយើងមើលឡើងវិញបងប្អូនឃើញករណីនេះអត់រឿងទូចមួយបង្កជារឿងធំអាហ្នឹងដោយសារតែយើងទប់កំហឹងមិនបានហើយបញ្ហាដែលទប់កំហឹងមិនបានហ្នឹងបង្កជាបញ្ហាហ្នឹងគឺមានច្រើនហើយអញ្ចឹងគួរតែជាមេរៀនសម្រាប់បងប្អូនផ្សេងទៀតដែលគាត់ឧស្សាហ៍ឆេវឆាវបើកបរតាមដងផ្លូវអត់មានចិត្តធ្ងន់ពីព្រោះថាធ្វើដំណើរតាមដងផ្លូវយើងដឹងហើយថាមិនធ្វើដំណើរទៅយើងទេធ្វើដំណើរគេគ្រប់គ្នាអ្នកខ្លះបើកបរគោរពច្បាប់ទៅអ្នកខ្លះបើកបរយឺតទៅអ្នកខ្លះបើកបររៀងលឿនទៅហើយអ្នកខ្លះចូលចិត្តវ៉ាចែងអញ្ចឹងទៅអាហ្នឹងវាកិច្ចមិនផុតទេបើយើងបើកបរលើដងផ្លូវអត់មានចិត្តធ្ងន់ទេដូចក្នុងករណីនេះគឺបង្កជាបញ្ហាអញ្ចឹងក្រោយបបាក់ណាគេគឺបបាក់ខ្លួនឯងចាគាត់អត់មានរឿងអីសោះហ្មងណាដូចលពូបន្តាំងគាត់ចូល comment គាត់ថាចេះបើកបរខ្វះការយោគយល់គ្នាហ្នឹងឯងចឹងមិនថាជាចំណុចដែលយើងខ្ញុំទាំងអស់គ្នាតែងតែមានការជំរាបជូនចឹងថាបើកបរសូមឲ្យមានការយោគយល់អត់អោនឲ្យគ្នាហ្នឹងហើយដូចរឿងនេះបាទរថយន្តខាងរថយន្តខាងព្រមបានយកដបទឹកសុទ្ធហ្នឹងគប់គេដល់ទៅពេលខាង delivery គាត់ប្រាប់ថាយកទឹកសុទ្ធមិនធម្មតាយកដបទឹកសុទ្ធគប់គាត់ទេយកទាំងទឹកសុទ្ធហ្នឹងចាក់កណ្ដាលមុខគាត់ទៀតក៏មានដែរចាខាងបងប្រុសគាត់ថាសុកគេមកវាយកញ្ចក់ឡានគាត់មិនដែលមានទេបាទមិនដែលសុកគេមកវាយកញ្ចក់ឡានអត់មានមូលហេតុទេគឺតែមានទៅវិញទៅមកចាហ្នឹងហើយក៏ប៉ុន្តែនេះខ្ញុំគាត់ថាមិនធម្មតាបងប្រុសដែលគាត់នៅក្នុងរឿងហេតុហ្នឹងឬក៏បងប្អូនផ្សេងៗគាត់ធ្វើដំណើរដងផ្លូវនេះខ្ញុំជឿថាអូណែបងប្អូនយើងថតបានញាក់សាច់ចុះវាយនៅកណ្ដាលភ្លើងស្តុបហ្នឹងបងណាគេឈប់អីទៅសំខាន់គាត់នេះគេហៅថាអាត្មានិយមវិញណាធ្វើរឿងហ្នឹងហើយបើនិយាយទៅបងប្អូនខ្លះក៏ធ្លាប់ជួបដែរនាងខ្ញុំគិតថាចេះអ្នកបើកខាង delivery ភាគច្រើនណាគាត់តែងតែមានការជិះវាយតែអត់លោកមិនហ៊ានចាបងប្អូនទស្សនិកជនដែលទស្សនាក៏ដូចគ្នានាងខ្ញុំជឿបងប្អូនខ្លះក៏គាត់ជេរអញ្ចឹងទៅបងប្អូនខ្លះក៏គាត់ខឹងអញ្ចឹងទៅតែនោះទៅឯងព្រោះអីគាត់ប្រញាប់ដឹកឲ្យអតិជនរបស់គាត់ចាអញ្ចឹងដល់ពេលបងប្រុសដែលគាត់បើកឡានប្រុសនេះប្រហែលជាគាត់មានអារម្មណ៍អញ្ចឹងដូចគ្នាហេតុអីត្រូវមកវ៉ាគាត់បើពីដំបូងយើងស្ដាប់ទៅមិនមែនគេវ៉ាឲ្យគេប៉ះកញ្ចក់រថយន្តគាត់ធ្វើឲ្យខូចខាតទេគឺអត់ទេរឿងគឺផ្ដើមឡើងដោយសារតែការវ៉ាបន្ទាប់ពីវ៉ាឲ្យគាត់យកដបទឹកសុទ្ធគប់គេហើយខាងម៉ូតូគេខំក៏គេឈប់ម៉ូតូនៅកន្លែងរថយន្តហ្នឹងដើម្បីធ្វើការនិយាយគ្នាហើយក៏ទៅវាយកញ្ចក់ឡានគាត់នឹងខូចតែម្ដងអញ្ចឹងរឿងនេះវាកើតពីរឿងតូចតាចទេអញ្ចឹងជាបទពិសោធន៍មួយជាមេរៀនមួយទៅដល់បងប្អូនអ្នកទស្សនាទាំងអស់គ្នាថាសូមឲ្យមានការយោគយល់នៅក្នុងការបើកបរអរគុណលួចដកស្លឹកខ្ទឹមរបស់បងប្អូនប្រជាកសិករចាលួចនេះមិនមែនលួចមកដើមពីដើមទេណាចាលួចទឹកដាច់តែម្ដងចាលួចនេះហ្នឹងហើយយកទៅបោះដុំបន្តចាដុំទៀតបាទយកទៅធ្វើតំណែងចែកចាយបន្តអញ្ចឹងបើនិយាយពីម្ចាស់ស្លឹកខ្ទឹមគាត់ខឹងមួម៉ៅងាកបាត់ណាចាបាច់តែថាស្លឹកខ្ទឹមឯងស្វាយក៏ដោយស្លឹកអីក៏ដោយឲ្យតែបងប្អូនគាត់បាត់ទៅដែរមកទោះនិយាយភាសាមួយបងប្អូនគាត់ថាដាក់ផ្ដាសាហ្មងចាលួចរបស់គាត់ឲ្យយកតែរបស់ក្តៅកាហាយនឹងរហូតអញ្ចឹងជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចដកស្លឹកខ្ទឹមរបស់កសិករនៅក្នុងភូមិទួលក្រួចចាឃុំក្រាំងយើស្រុកស្អាងខេត្តកណ្ដាលដើម្បីយកទៅលក់ដូចនេះខ្ញុំនិយាយអញ្ចឹងចាលួចយកទៅលក់ទិញគ្រឿងញៀនប្រើប្រាស់អញ្ចឹងបើតាមការឲ្យដឹងពីសមត្ថកិច្ចគាត់ថាគាត់ខ្លួនមិនបានប្រមាណម៉ោងទេចាគឺនៅថ្ងៃទី26កុម្ភៈដែលជនសង្ស័យមានឈ្មោះថាងំឡុងអាយុ38ឆ្នាំជនជាតិខ្មែររស់នៅភូមិទួល
ក្រូចឃុំក្រាំងយើស្រុកស្អាងខេត្តកណ្ដាលរកឃើញថាមានសារធាតុញៀនចំណែកឯម្ចាស់ចំការខ្ទឹមមានឈ្មោះថាមុតមឿនអាយុ55ឆ្នាំជាកសិកររស់នៅភូមិឃុំកាត់ហេតុជាមួយគ្នាអញ្ចឹងមានន័យថាអ្នកភូមិផងលបងជាមួយចាដោយសារតែដឹងភូមិផងនឹងហើយដឹងភូមិសាស្ត្រដាំទៀតអញ្ចឹងតាមការកំណត់ហេតុរបស់សមត្ថកិច្ចបានដឹងថាកាលពីថ្ងៃទី26កុម្ភៈប្រហែលជាម៉ោង2រសៀលហ្នឹងជនសង្ស័យគាត់បានធ្វើសកម្មភាពលួចដកស្លឹកខ្ទឹមចាក្នុងដីចំការរបស់ជនរងគ្រោះបានចំនួន2ថង់ហើយបើយើងគិតទៅ2ថង់ហ្នឹងទម្ងន់25គីឡូក្រាមអូបាទច្រើនដែរច្រើននាងខ្ញុំថាមិនលួចបដើមពីដើមទៅសុំអ៊ីអ្នកលក់នៅសាល្អជាងចាហើយបន្ទាប់មកក៏គាត់យកទៅប្លង់ចោលគណៈនោះក៏មានប្រជាពលរដ្ឋមានឈ្មោះថាច័ន្ទមេងលឹមចាគាត់ភេទប្រុសអាយុ45ឆ្នាំបានឃើញក៏បានតាក់តងទេទៅអ្នកដាំខ្ទឹមដូចគ្នាថាមានអ្នកណាបាត់ខ្ទឹមអត់ហើយពេលនោះជនរងគ្រោះក៏បានទៅមើលខ្ទឹមនៅឯចំការស្រាប់តែទៅដល់ពុទ្ធើចាខ្ទឹមខ្ញុំអ្នកណាគេដកចាដកអស់លីងហ្មងអញ្ចឹងហើយគាត់ក៏បានដាក់វាបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយើឲ្យជួយអន្តរាគមន៍ខាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ធ្វើការសាកសួរនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឆ្លើយសារភាពថាពិតជាបានធ្វើសកម្មភាពលួចដកស្លឹកខ្ទឹមចាពិតប្រាកដមែនហើយបច្ចុប្បន្នជនសង្ស័យក៏ត្រូវបានខាត់ខ្លួនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធីនេះជនរងគ្រោះបងប្អូនកុំច្រឡំណាអ៊ំប្រុសចាហើយនេះស្លឹកខ្ទឹមដែលគាត់បានដករបស់គេអូយច្រើនណាបងប្អូនគិតទៅ25គីឡូបាទ25គីឡូច្រើនចាមិនតែគ្រាន់ហើយយើងខ្ញុំមិនដឹងថាខ្ទឹមឥឡូវបច្ចុប្បន្ន1គីឡូប្រហែលអញ្ចឹងណាចាហើយសំណាងដែរសំណាងของថៃចេរឿងនេះអធិស្ឋានមានថាបងប្អូនគេបាត់របស់ឲ្យមិននាងខ្ញុំសោចមែនទេនាងខ្ញុំគិតថាម្ចាស់របស់គាត់រៀងហួសចិត្តដែរត្រង់ថាដករបស់គាត់ឲ្យយកទៅប្លង់ចោលហើយប្លង់ឲ្យចែកដំចាំអ្នកដកខ្ទឹមដូចគ្នាអ្នកគេធ្វើចការខ្ទឹមនឹងដូចគ្នាគេមើលឃើញគេឆែកសួរគ្នាគេថាឥឡូវមានតែគេបាត់ខ្ទឹមអត់ចានេះខ្ញុំអស់សំណើចត្រង់យកទៅប្លង់ចោលហ្នឹងចិត្តអ្នកកន្លែងខ្ទឹមនឹងដូចគ្នានេះចាអ្នកស្គាល់គ្នាចុងក្រោយរយៈពេលបានប្រហែលម៉ោងទេទៅខាត់ខ្លួនជនសង្ស័យបានចាអញ្ចឹងសង្ឃឹមថានៅពេលដែលសមត្ថកិច្ចដាក់ទោសទណ្ឌអីហើយអស់បើមានឱកាសត្រឡប់ចេញមកវិញសូមប្រកបមុខរបរណាដែលសិទ្ធិចរិតទៅចាគាត់បានភាសាគ្រឿងញៀនផងទៅដោយសារតែឥឡូវមានគ្រឿងញៀនក្នុងខ្លួនអញ្ចឹងទោះចេញមកវិញក៏ប្រហែលជាអាចតទៀតដែរហ្នឹងហើយចានិយាយទៅគឺយើងភាសាគ្រឿងញៀនឲ្យរកមុខរបរផ្សេងកុំយកអាមុខរបរណាក្តៅទៅហាយកុំអីថាប៉ះទៅអាលៀកចិត្តបងប្អូនដែលគាត់ជាប្រជាកសិករគាត់ខំដាំទាំងថ្ងៃទាំងយប់អ្នកខ្លះដល់ថ្នាក់យាមចការទៀតក៏មានដែរចាអត់ហ៊ានទៅសម្រាននៅផ្ទះសុខចិត្តសម្រាននៅចការដើម្បីមើលមុខជនសង្ស័យមើលមុខចៅក៏មានដែរកន្លងមកណាអញ្ចឹងមិនថាកន្លែងនេះរកអីដែលសិទ្ធិចរិតទៅព្រោះបងប្អូនជាកសិករគាត់ព្យាយាមរកអីដែលគេហៅថាដោយភាពថ្លៃថ្នូរដោយភាពសុចរិតរបស់គាត់ហើយគាត់សុខចិត្តដាំខ្ទឹមនឹងឯងពុតកម្មករសំណងអីមានច្រើនទៅធ្វើទៅអត់អីទេគេនៅតែរងចាំឲ្យតែយើងហ្នឹងមានចិត្តថាយើងចង់រកពិតប្រាកដ